ពីយ៉ាថ្ងៃទី25 ខែមីនាត្រេក្រុមប្រតិការរដ្ឋពីអ៊ុយក្រែននិងសហរដ្ឋអាមេរិកនឹងជួបគ្នានៅថ្ងៃអង្គារនេះនៅសាអូឌីអារ៉ាប់ការជួបនេះមកបន្ទាប់ពីការចរចារវាងរុស្ស៊ីនិងអាមេរិកនៅថ្ងៃមុនស្ដីពីគម្រោងឈប់បាញ់ដ៏មានកំណត់នៅសមុទ្រខ្មៅដែលអាមេរិកសង្ឃឹមថានឹងជាជំហានដំបូងឆ្ពោះទៅរកការពិភាក្សាសន្តិភាពជាសកលការចរចាដែលចំណាយពេលមួយថ្ងៃពេញនៅថ្ងៃច័ន្ទរវាងមន្ត្រីរុស្ស៊ីនិងអាមេរិកត្រូវបានវ៉ាស៊ីនតោនពិពណ៌នាថាជាផ្នែកមួយនៃភាពខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងការបញ្ចប់សង្គ្រាមដែលបានអស់រយៈពេល3ឆ្នាំប្រភពពីវិទ្យុសកម្ម White House បានបញ្ជាក់ថាការចរចានៅរយៈកំពុងមានការរីកចម្រើនហើយរំពឹងថានឹងមានប្រកាសវិជ្ជមាននាពេលឆាប់ៗខាងមុខឯប្រភពមួយផ្សេងពីរុស្ស៊ីបានប្រាប់រដ្ឋថាការចរចានៅរយៈបានបញ្ចប់នៅយប់ថ្ងៃច័ន្ទហើយព្រះច័ន្ទព្រមព្រៀងរួមមួយបានផ្ញើទៅកាន់មូស្គូនិងវ៉ាស៊ីនតោនសម្រាប់ការអនុម័តភាគីទាំងពីរមានគោលបំណងចេញផ្សាយឯកសារនេះនៅថ្ងៃអង្គារមុននេះអ្នកនាំពាក្យព្រះនាយវាំងក្រែមឌីមីទ្រីភេស្កូវបានថ្លែងតាមរយៈយន្តហោះជួងសារថានឹងមិនមានការចុះហត្ថលេខាលើឯកសារណាមួយឡើយខណៈនោះបណ្ដាញសារព័ត៌មាន CBS បានរាយការណ៍ថាសហរដ្ឋអាមេរិកនិងរុស្ស៊ីរំពឹងចេញផ្សាយព្រះច័ន្ទព្រមព្រៀងរួមនៅព្រឹកថ្ងៃអង្គារទាក់ទងនឹងការចរចារបស់ពួកគេនៅរីយ៉ាប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានថ្លែងក្នុងសារវីដេអូប្រចាំយប់ថ្ងៃច័ន្ទថាតំណាងរបស់អ៊ុយក្រែននៅរីយ៉ានឹងជួបជាមួយក្រុមសហរដ្ឋអាមេរិកបន្ទាប់ពីការចរចារុស្ស៊ីត្រីអាមេរិកវិទ្យុជាតិអ៊ុយក្រែន Suspillan ដោយផ្អែកលើប្រភពមួយនៅក្នុងស្ថានទូតអ៊ុយក្រែនបានឲ្យដឹងថាការចរចានេះនឹងធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍មុនរុស្ស៊ីបានបដិសេធគម្រោងឈប់បាយរយៈពេល30ថ្ងៃពេញលេញរបស់ត្រាំនៅអ៊ុយក្រែនហើយដល់ពេលនេះពួកគេយល់ព្រមត្រឹមតែផ្អាកការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលប៉ុណ្ណោះនៅថ្ងៃច័ន្ទត្រាំបានលើកឡើងពីបញ្ហាដែលកំពុងពិភាក្សាឥឡូវនេះយើងកំពុងនិយាយពីដណ្ដីយើងកំពុងពិភាក្សាពីបន្ទាត់កំណត់ដែនព្រមទាំងការគ្រប់គ្រងបណ្ដាញថាមពលនិងកម្មសិទ្ធិរោងចក្រអគ្គិសនីនៅពេលដែលការចរចារវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកកំពុងដំណើរការនៅថ្ងៃច័ន្ទអ៊ុយក្រែននិងរុស្ស៊ីបានបន្តវាយប្រហារគ្នាដោយក្រុងគៀវបានអះអាងថាការវាយប្រហារដោយមីស៊ីលរុស្ស៊ីបានធ្វើឲ្យយ៉ាងហោចណាស់មនុស្ស88នាក់ររបួសខណៈមូស្គូចាប់ប្រកាន់អ៊ុយក្រែនថាបានធ្វើការវាយប្រហារមានគោលដៅសម្រាប់អ្នកកាសែត2នាក់និងអ្នកបើកបររថយន្តរបស់ពួកគេមូស្គូនិយាយអំពីសន្តិភាពប៉ុន្តែក្នុងពេលជាមួយគ្នានេះក៏បន្តវាយប្រហារយ៉ាងឃោរឃៅលើតំបន់លំនៅឋានដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលនៅក្នុងទីក្រុងសំខាន់ៗរបស់អ៊ុយក្រែនរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនអេនឌ្រីស៊ីបាយហាបាននិយាយជំនួសឲ្យការប្រកាសអំពីសន្តិភាពដែលគ្មានខ្លឹមសាររុស្ស៊ីគួរតែបញ្ឈប់ការទម្លាក់គ្រាប់បែកលើទីក្រុងរបស់យើងនិងបញ្ចប់សង្គ្រាមប្រឆាំងនឹងសាមញ្ញជនការឈប់បាញ់នៅសមុទ្រការចរចានៅថ្ងៃច័ន្ទនៅប្រទេសសាអូឌីអារ៉ាប់បានធ្វើឡើងបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទកាលពីសប្តាហ៍មុនរវាងត្រាំលោក Zelensky និងប្រធានាធិបតីរុស្ស៊ី Vladimir Putin ព្រមទាំងបន្ទាប់ពីការជួបរវាងមន្ត្រីអ៊ុយក្រែននិងអាមេរិកកាន់នៅសាអូឌីអារ៉ាប់នៅថ្ងៃការទឹកត្រាំដែលបានបន្ថយការគាំទ្រផ្នែកអភិបាលកិច្ចរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែនហើយបានផ្លាស់ប្តូរទស្សនៈសាធារណៈទៅជាមិនសម្ដៅរិះគន់រុស្ស៊ីខ្លាំងដោយសម័យលោកโจ Biden អតីតប្រធានាធិបតីមុនបាននិយាយថាគាត់មានគោលដៅបញ្ចប់សង្គ្រាមនេះយ៉ាងឆាប់រហ័សនៅពេលដែលការចរចារវាងរុស្ស៊ីត្រីសហរដ្ឋអាមេរិកចាប់ផ្ដើមនៅថ្ងៃច័ន្ទភាគីទាំងសងខាងនៅតែបន្តវាយប្រហារគ្នាអ៊ុយក្រែនអះអាងថាការវាយប្រហារដោយមីស៊ីលរុស្ស៊ីបានធ្វើឲ្យយ៉ាងហោចណាស់មនុស្ស88នាក់រងរបួសខណៈរុស្ស៊ីចោទអ៊ុយក្រែនថាធ្វើឃាតអ្នកកាសែត2នាក់និងអ្នកបើកបររបស់ពួកគេគោលដៅដំបូងនៃការចរចាវិទ្យុសកម្ម White House បានបញ្ជាក់ថាគោលដៅចម្បងនៃការចរចានៅសាអូឌីអារ៉ាប់គឺដើម្បីធានាការឈប់បាញ់នៅសមុទ្រខ្មៅដែលនឹងអនុញ្ញាតឲ្យការដឹកជញ្ជូនតាមសមុទ្រដំណើរការដោយសេរីទោះជាយ៉ាងណាការប៉ះទង្គិចនៅសមុទ្របានក្លាយជាផ្នែកមួយដែលមានកំណត់នៃសង្គ្រាមចាប់តាំងពីឆ្នាំ2023បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនបានធ្វើឲ្យរុស្ស៊ីត្រូវដកកងទ័ពជើងទឹកចេញពីតំបន់ចំនួនប្រតិកម្មពីមូស្គូអ្នកនាំពាក្យព្រះនាយវាំងក្រែមឌីមីទ្រីភេស្កឺបាននិយាយថានេះជាបញ្ហាសំខាន់ទាក់ទងនឹងសុវត្ថិភាពនៃការដឹកជញ្ជូនកិច្ចព្រមព្រៀងមិនដែលគាំទ្រដោយអង្គការសហប្រជាជាតិមិនបានបំពេញតម្រូវការមួយចំនួនរបស់រុស្ស៊ីទេសហរដ្ឋអាមេរិកនិងរុស្ស៊ីដឹកនាំការចរចាប្រភពព័ត៌មានបានឲ្យដឹងថាភាគីសហរដ្ឋអាមេរិកត្រូវបានដឹកនាំដោយ Andrew Pick អ្នកដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិ White House និង Michael Anton មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសចំណែករុស្ស៊ីត្រូវបានតំណាងដោយ Grigory Karasin អតីតអ្នកការទូតនិងជាប្រធានគណៈកម្មការការបរទេសរបស់សភាជាន់ខ្ពស់រុស្ស៊ីទស្សនៈពីត្រាំនៅអឺរ៉ុបត្រាំបានបង្ហាញការពេញចិត្តចំពោះដំណើរការចរចានិងសរសើរការចូលរួមរបស់ពូទីនទោះជាយ៉ាងណាអំណាចអឺរ៉ុបសំខាន់សង្ស័យថាពូទីនពិតជាត្រៀមខ្លួនធ្វើការលះបង់ពិតប្រាកដឬនឹងគោរពតាមតម្រូវការទឹករមៀរបស់គាត់ដែលមិនបានផ្លាស់ប្ដូរចាប់តាំងពីឆ្នាំ2022លក្ខខណ្ឌរបស់ពូទីនបានថ្លែងថាគាត់ត្រៀមរៀបចំពិភាក្សាសន្តិភាពប៉ុន្តែអ៊ុយក្រែនត្រូវតែលះបង់ជាផ្លូវការនៅឆន្ទៈចូលរួម NATO ដកកងទ័ពចេញពីតំបន់ទាំង4ដែលរុស្ស៊ីបានដាក់បញ្ចូលដោយឯកភាពការអភិវឌ្ឍថ្មី
មន្ត្រីសន្តិសុខជាបាយហេមៃបសបានប្រាប់ CBS ថាការចរចានឹងពិភាក្សាអំពីបន្ទាត់ការគ្រប់គ្រងរវាងកងទ័ពទាំងពីរវិធានការទៀងផ្ទាត់កាយរក្សាសន្តិភាពកាត់ឃ្លាតពីការប៉ះទង្គិចរាយការណ៍ដោយ Dmitry Antonov Steel Holland ពេលសារ Magid Pavel Polichuk Christian Lowy និង Alexander Kosoka Lydia Kelly ពីការបន្ថែមដោយ Phil Swart និង Don Devi សរសេរដោយ Peter Graf Max Spitalnik និង Lydia Kelly កែសម្រួលដោយ Kevin Levi Depa Babington Rosaba O អភ័ណ្ឌរសញ្ញា Brian និង Michael Perry